សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel ឱសថបុរាណខ្មែរអង្គរសូមចែករំលែកនៅចំណេះដឹងទាក់ទងទៅនឹងរុក្ខជាតិឱសថមួយប្រភេទឈ្មោះថាដើមលេខផ្ទុះដែលមានសមត្ថភាពក្នុងការជួយព្យាបាលទាក់ទងទៅនឹងជំងឺប្រមេះទឹកបាយស្វាយធ្លាក់សក៏ដូចជាការផ្សះដំបៅទូទៅចឹងដើម្បីជាការចេះដឹងនិងការសិក្សាទាំងអស់គ្នាសូមអញ្ជើញបងប្អូនទស្សនានៅវីដេអូនេះទាំងអស់គ្នាតោះដើមលេខផ្ទុះនេះជាប្រភេទចលព្រឹកពាក្យថាចលព្រឹកបានន័យថាដើមឈើហ្នឹងវាតូចវាមិនមែនជាដើមឈើប្រភេទធំទេហ្នឹងហើយជាចលព្រឹកដើមឈើប្រភេទតូចអញ្ចឹងមានកម្ពស់វាចាប់ពី3ម៉ែត្រទៅ5ម៉ែត្រហើយស្លឹកវាមានរាងស្ដើងមានរាងដូចសុទ្ធអញ្ចឹងណាមានរាងទ្វែងដូចសុទ្ធអញ្ចឹងឯងហើយស្លឹកវាដុះទល់ទងគ្នាហើយក្នុងចន្លោះពីស្លឹកវាហ្នឹងគឺមានខ្នាយដូចខ្នាយមន់អញ្ចឹងឯងវាស្តៀងទៅនឹងបលាបន្តិចហើយស្តៀងទៅនឹងខ្នាយមន់បន្តិចអញ្ចឹងវាមានដុះដូចខ្នាយអញ្ចឹងខ្នាយស្ទបស្រួចអញ្ចឹងណាបងប្អូនស្តៀងទៅនឹងខ្នាយមន់ឬក៏បន្លាអញ្ចឹងបងប្អូនសង្កល់វាទី1ទាក់ទងទៅនឹងស្លឹកវាដុះឆ្លាស់តងគ្នារាងដូចសុទ្ធអញ្ចឹងឯងហើយវាមានទ្វែងផ្កាវាគឺដុះជាកញ្ចុំនៅជាប់នឹងតងស្លឹកតែម្ដងហើយវាមានដើមវាគឺមានរាងដូចបន្លាអញ្ចឹងគឺគេហៅដូចខ្នាយរាងដូចខ្នាយមន់អញ្ចឹងណាដើមលេខផ្ទុះនេះវាស្តៀងទៅនឹងដើមធ្មេញត្រីប្រសិនបើបងប្អូនស្គាល់ដើមធ្មេញត្រីហ្នឹងក៏អាចស្គាល់ដើមលេខផ្ទុះដែរព្រោះលេខផ្ទុះនេះវាគ្រាន់ថាវាតូចជាងដើមធ្មេញត្រីហើយស្លឹកវារាងវើលជាងអញ្ចឹងណាវាមានខ្នាយដូចខ្នាយមន់អញ្ចឹងនៅតាមចន្លោះធៀងមេឃវានោះហើយលេខផ្ទុះវាមាន2ប្រភេទមួយប្រភេទជាលេខផ្ទុះជាស្មៅលេខផ្ទុះស្មៅលេខផ្ទុះហ្នឹងគេច្រើនតែយកមកប្រើជាលក្ខណៈថ្នាំបញ្ចុះទឹកនោមឬក៏មានបញ្ហាគ្រោះក្នុងតម្រងនោមអានឹងស្មៅប្រភេទស្មៅហ្នឹងគឺគេយកមកប្រើលក្ខណៈឱសថអញ្ចឹងឯងគេយកមើលវាប៉ុន្តែលេខផ្ទុះដែលលោកគ្រូបានបង្ហាញនេះគឺជាដើមលេខផ្ទុះជាប្រភេទដើមឈើជាចលព្រឹកនិងចលព្រឹកដើមឈើវាតូចអញ្ចឹងណាហ្នឹងហើយលេខផ្ទុះនេះលក្ខណៈនៃការប្រើប្រាស់ជាឱសថអញ្ចឹងស្លឹកវានេះអាចយកមកបុកបិទសម្រាប់មេរោគបើសិនមកបងប្អូនមានបញ្ហាដំបៅរលួយមានបញ្ហាកើតបោសកើតអីហ្នឹងគេច្រើនតែយកស្លឹកលេខផ្ទុះនេះមកបុកមកបិទកន្លែងដំបៅកន្លែងកើតបោសអីហ្នឹងសម្រាប់ព្យាបាលសម្រាប់ជួយសម្លាប់មេរោគហ្នឹងហើយសម្រាប់ដើមនិងឫសរបស់វាវិញសម្រាប់ដើមនិងឫសរបស់វាគេច្រើនតែយកមកជាថ្នាំព្យាបាលការគ្រុនក្តៅឬក៏ទម្លាក់ព្រូនប្រមេះទឹកបាយបងប្អូនមានបញ្ហាប្រមេះទឹកបាយណូម៉ូមានដូចទឹកបាយអញ្ចឹងណាពេលខ្លះមានក្របឬក៏មានដូចទឹកបាយយ៉ាងឯងខាប់អញ្ចឹងឯងហ្នឹងអ្នកដែលមានបញ្ហាកើតស្វាយប្រមេះឬក៏ប្រមេះទឹកបាយហ្នឹងអញ្ចឹងបងប្អូនកាលណាបើមានបញ្ហាស្វាយប្រមេះឬក៏ប្រមេះទឹកបាយហ្នឹងបងប្អូនយកដើមលេខផ្ទុះនេះចំនួន10ទៅ15ក្រាមដាំទឹកហូបហ្នឹងហើយដាំទឹកហូបទៅរហូតដល់អាការៈហ្នឹងវាមានការធូរស្រាលយើងបត់ជើងតូចមកមានលក្ខណៈធម្មតាវិញអញ្ចឹងណាហើយក៏ជប់ប្រើទៅអញ្ចឹងលេខផ្ទុះនេះវាជួយព្យាបាលតកតងទៅនឹងដំបៅคลายក៏ជួយព្យាបាលតកតងទៅនឹងប្រមេះទឹកបាយស្វាយប្រសិនបើបងប្អូនកើតស្វាយមានស្វាយក្រាបមានស្វាយហើមទៀមឡាមានស្វាយប្រមេះទឹកបាយអញ្ចឹងក៏គេយកមកប្រើដែរចាប់ពី10ទៅ15ក្រាមប៉ុន្តែជាទូទៅបើសិនបើបងប្អូនកើតស្វាយក្រាបស្វាយអីចឹងណាពេលតែស្វាយក្រាបហ្នឹងវាមិនចេញមុខមកក្រៅទេវាមិនចេញអាការៈទេវានៅសងំនៅក្នុងអញ្ចឹងណាវាគ្រាន់តែរាងកាយយើងវាមានការស្វិតសពូនគ្រាមវាមានលមាស់មានអីចឹងទៅរហូតដល់ខៅស្វាយបែកស្វាយបែកហ្នឹងបើន័យថាវាចេញអាការៈមកខាងក្រៅហើយមានដំបៅមានខ្ទុះមានអីចឹងទៅហ្នឹងហើយដំបៅคลายណាស្វាយបែកហើយមួយទៀតគឺថាទៀមឡាស្វាយទៀមឡាតកតងទៅនឹងរោគហើមដំបៅតកតងទៅនឹងរោគកាមរោគបងប្អូនស្វាយទៀមឡាស្វាយក្រាបស្វាយបែកស្វាយប្រមេះអីហ្នឹងវាតកតងទៅនឹងកាមរោគហ្នឹងហើយកាមរោគបើន័យថារោគកាមដែលកើតឡើងអំពីកាមអញ្ចឹងណាអញ្ចឹងបណ្ដាលទៅជារោគផ្សេងហ្នឹងហើយបានគេឲ្យឈ្មោះថាកាមរោគអញ្ចឹងគ្រាន់ថាបើសិនជាបញ្ហាអាការៈដោយស្វាយក្រាបស្វាយបែកស្វាយអីហ្នឹងគេច្រើនតែយកទៅផ្សំជាមួយនឹងរុក្ខជាតិផ្សេងទៀតអញ្ចឹងណាហ្នឹងហើយប្រសិនបើបងប្អូនមិនស្គាល់រុក្ខជាតិផ្សេងទៀតសម្រាប់ការផ្សំបងប្អូនប្រើតែមួយមុខហ្នឹងក៏បានដែរដើមលេខផ្ទុះហ្នឹងគឺ10ទៅ15ក្រាមហ្នឹងសម្រាប់បងប្អូនដែលមានបញ្ហាប្រមេះទឹកបាយស្វាយហ្នឹងហើយជាដើមចឹងទៅឬក៏ការផ្សះពឹស
តអបោរលាកភ្លើងរលាកទឹកក្តៅរោគដល់ការរោគមៈរិញពងបែកប្រតិកម្មស្បែកអាហ្នឹងយើងប្រើត្រឹមតែ10ទៅ15ក្រាមអញ្ចឹងអាការៈដោយលោកគ្រូបានរៀបរាប់មកពីខាងដើមអញ្ចឹងថាដើមលីផ្ទុះនេះវាជួយព្យាបាលតកតងទៅនឹងការបញ្ចុះកម្ដៅទម្លាក់ព្រូនប្រមេះទឹកបាយស្វាយធ្លាក់សផ្សះដំបៅទូទៅតអបោរលាកភ្លើងរលាកទឹកក្តៅមៈរិញពងបែកហើយនឹងប្រតិកម្មស្បែកនឹងយើងប្រើត្រឹមតែ10ទៅ15ក្រាមដោយឡែកសម្រាប់បងប្អូនស្ត្រីយើងបងប្អូនស្ត្រីដែលមានបញ្ហាធ្លាក់សណារោគធ្លាក់សអញ្ចឹងបើសិនបើបងប្អូនមានបញ្ហារោគធ្លាក់សហ្នឹងបងប្អូនត្រូវការរូបមន្តវត្ថុធាតុឱសថហ្នឹង4មុខអញ្ចឹងទី1គឺថ្នាំចិនណាបងប្អូនរមើមថ្នាំចិនហ្នឹងបងប្អូនយកអសក៏បានយកពណ៌ក្រហមក៏បានហ្នឹងហើយមើមថ្នាំចិនទី2គឺដើមឆ្កែស្រែងណាឆ្កែស្រែងនេះយើងយកឫសវាឬឆ្កែស្រែងហើយទី3គឺមើមទំពាំងបាយជូរមើមទំពាំងបាយជូរនោះគឺយើងយកទំពាំងបាយជូរព្រៃមិនមែនយកទំពាំងបាយជូរដែលគេដាំតាមស្រុកតាមភូមិអីទេអញ្ចឹងយកមើមទំពាំងបាយជូរព្រៃហើយទី4នោះគឺដើមលេខផ្ទុះនឹងឯងដើមលេខផ្ទុះនេះដូចក្នុងរូបភាពក្នុងវីដេអូអញ្ចឹងណាបងប្អូនយកដើមលេខផ្ទុះមិនមែនយកស្មៅលេខផ្ទុះទេស្មៅលេខផ្ទុះជាប្រភេទជាគុំស្មៅតូចដុះជាប់នឹងដីហើយគេប្រើក្នុងលក្ខណៈឱសថផ្សេងប៉ុន្តែវីដេអូដែលលោកគ្រូបានបង្ហាញនេះគឺដើមលេខផ្ទុះអញ្ចឹង4មុខហ្នឹងទី1គឺមើមថ្នាំចិនទី2ឆ្កែស្រែងទី3ទំពាំងបាយជូរទី4គឺដើមលេខផ្ទុះបងប្អូនយកវត្ថុធាតុទាំង4ហ្នឹងមកដើម្បីផ្សំជាឱសថសម្រាប់ព្យាបាលទៅទាន់ទៅនឹងជំងឺធ្លាក់សអញ្ចឹងដូចថាថ្នាំចិនហ្នឹងយើងយក10ក្រាមមកយកមើមវាមិនមែនយកដើមទេមើមថ្នាំចិន10ក្រាមឬឆ្កែស្រែងហ្នឹងគឺ10ក្រាមឬឆ្កែស្រែងវាមានរសជាតិល្វីងតិចហាងតិចហើយវាជួយផ្សះហ្នឹងហើយឬឆ្កែស្រែង10ក្រាមទៅ15ក្រាមទៅមើមបន្ទាប់មកមើមទំពាំងបាយជូរយើងយក15ក្រាមណា15ក្រាមមិន15ខាំទេណាគឺ15ក្រាមបើយើងមិនដឹងទេយើងពិបាកទេយើងយកកន្លះទូកដៃមកក៏បានដែរយើងស្រួលវាស់ហ្នឹងហើយមកក្តាប់អញ្ចឹងណាហ្នឹងហើយទំពាំងបាយជូរមកក្តាប់អីយើងក៏បានដែរមើមទំពាំងបាយជូរនេះវាមានជាតិកាត់ធ្វើឲ្យយើងស្រួលបត់ជើងតូចអញ្ចឹងណាឬក៏មានបញ្ហាប្រមេះមានបញ្ហាអីគ្រោះអីទើបតែកកើតល្មមក៏វាអាចជួយកាត់បានដែរហ្នឹងមើមទំពាំងបាយជូរហើយមួយមុខទៀតគឺដើមលេខផ្ទុះនេះបងប្អូនយកឫសក៏បានយកដើមក៏បានប៉ុន្តែបើយើងយកឫសកោះឫសអីចឹងទៅវាអាចនឹងបាត់បង់វាអាចនឹងបាត់បង់ដើមឈើអីចឹងណាអញ្ចឹងយើងយកត្រឹមតែដើមក៏បានដែរយើងយកដើមលេខផ្ទុះនេះចំនួន15ក្រាមហ្នឹងហើយ15ក្រាមអញ្ចឹងវត្ថុធាតុទាំងអស់ហ្នឹងយើងហាលឲ្យស្ងួតទៅបន្ទាប់មកយើងយកមកដាំទឹកហូបណាដាំទឹកហូបដាក់ដាំទឹកប្រហែលជា2លីត្រទៅ2លីត្រកន្លះទៅក្នុងមួយកំសៀវណា2លីត្រទៅ2លីត្រកន្លះហ្នឹងហើយបន្ទាប់យើងដាំវាពុះហើយបងប្អូនទុកដាក់វាឲ្យស្រួលបួលរៀងត្រជាក់ល្មមអាចទទួលទានបានអញ្ចឹងបងប្អូនយកមកទទួលទានទៅហូបជាប្រចាំជំនួសឲ្យទឹកសុទ្ធជំនួសឲ្យទឹកដែលយើងហូបទូទៅណាអញ្ចឹងយើងហូបទឹកថ្នាំហូបយ៉ាងហ្នឹងរហូតដល់វាមានអាការៈធូរស្រាលហើយទឹកថ្នាំដែលយើងហូបនឹងទៀតសោតយើងដាំម្ដងទៅប្រសិនបើវាអស់ជាតិហើយយើងដាំម្ដងទៀតដាក់ថ្នាំផ្សេងទៀតណាអញ្ចឹងក្នុងថ្នាំម្ដងហ្នឹងយើងអាចដាក់បាន2ដងដាក់ទឹកបាន2ដងបើន័យថាយើងដាក់ទឹកធម្មតាទៅដាំម្ដងពុះហើយទទួលទានរហូតអស់ទឹកហ្នឹងទៅយើងអាចដាក់ដាំម្ដងទៀតទៅរហូតដល់ទទួលទានទឹកថ្នាំហ្នឹងអស់ហើយអញ្ចឹងយើងដូរថ្នាំម្ដងចាក់អាថ្នាំចាស់នឹងចោលទៅយើងបដូរមកប្រើដាក់ថ្នាំថ្មីទៀតអញ្ចឹងណាដាក់ថ្នាំថ្មីជំនួសឲ្យថ្នាំចាស់យើងចាក់ចោលទៅដាក់ថ្នាំថ្មីហ្នឹងម្ដងហើយយើងដាំទឹកបាន2ដងទៅដាំទឹកបាន2ទឹកឬក៏2ដងទៅបន្ទាប់មកយើងបដូរថ្នាំម្ដងទៀតទៅបដូរថ្នាំហ្នឹងចាក់ចោលទៅហើយបដូរដាក់ថ្នាំថ្មីទៀតហ្នឹងហើយបន្ទាប់មកយើងដាំរបៀបហ្នឹងរហូតដល់ទទួលទានទៅយើងមានអាការៈធូរស្រាលឬក៏យើងជាអំពីអាការៈរោគរបស់យើងហើយលែងធ្លាក់សដំបៅអីក៏ជាទៅថាមានការដំបៅខ្លាយក៏ដំបៅអីហ្នឹងយើងហូបទៅជាហើយយើងជប់ប្រើទៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះ
ហើយសូមជួយ subscribe នៅ channel នេះផងដើម្បីទទួលបាននៅចំណេះដឹងតទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងសូមជូនពរបងប្អូនទាំងអស់គ្នាមានសេចក្តីសុខសេចក្តីចម្រើនចម្រុងចម្រើននៅក្នុងអាជីវកម្មទាំងការងារហើយមានសុខភាពល្អកុំបីមានរោគណាបៀតបៀនបានឡើយសូមអរគុណច្រើន